សួស្តីបងប្អូនថ្ងៃនេះអាកាសធាតុល្អមែនតើថ្ងៃនេះឆ្លងសាឡាងពីភ្នំពេញត្រង់ចំណុចកោះពេជ្រទៅកាន់ឃុំអរិយខ្សាត់ស្រុកល្វាឯមខេត្តកណ្ដាលដោយសារថ្ងៃនេះបរិយាកាសល្អហើយមានខ្យល់ត្រជាក់អត់សូវក្តៅអត់ភ្លៀងក៏ឆ្លងសាឡាងទៅលេងខេត្តកណ្ដាលនៅតាមដងទន្លេនេះក៏គេហៅថាទន្លេចតុមុខឬក៏ទន្លេមេគង្គហើយបងប្អូនឃើញទេសភាពទីក្រុងភ្នំពេញយើងស្អាតមែនតើបាទហើយទន្លេខែនេះទឹកច្រើននៅត្រង់ចំណុចនេះគឺទន្លេបែកជា4គេហៅថាទន្លេចតុមុខបាទខាងនោះគឺខាងអរិយខ្សាត់ខាងនេះខាងកោះពេជ្រខាងភ្នំពេញបាទបងប្អូនឃើញអាគារខ្ពស់ណាបាទនោះគឺស្ពានកោះនរាបាទបងប្អូនណាអត់ដែលមកឆ្លងសាឡាងជិះសាឡាងលេងអាចមកលេងបានមើលទេសភាពស្អាត